បាទ Sequi មួយនេះផងដែរគឺខ្ញុំបានគូសនៅក្នុង Sequi Visa តែម្ដងពីព្រោះថាឧបករណ៍របស់យើងនឹងវាខ្វះប្រភេទ IC ប្រភេទ ORGAT ជើង3នេះអត់មានទេហើយ NGAT ជើង3ហៅថា input 3ហ្នឹងក៏អត់មានដែរអញ្ចឹងក្រុមខ្ញុំបាទហ្នឹងធ្វើការតផ្ទាល់នៅក្នុង Sequi Visa ហ្មងហើយយើង play នៅលើហ្នឹងតែម្ដងគូហើយប៉ុន្តែអត់បានទាន់ថតចូលក្នុង Orcam ទេឥឡូវយើងចាប់ផ្ដើមថតហើយយើងគូសារថ្មីឥឡូវយើងចាប់ផ្ដើមទៅមើលទាំងអស់គ្នាក្នុង Sequi មួយនេះខ្ញុំបាទធ្វើការតភ្ជាប់ដោយប្រើកុងតាក់ដើម្បីងាយស្រួលក្នុងការពិនិត្យមើលតាមតារាងរបស់យើងឲ្យវាត្រូវទៅតាមតារាងរបស់យើងឲ្យវា00ទាំងអស់តើវាចេញបែបណាត្រូវតាមតារាងប្រភេទតារាងដែលយើងបានធ្វើឬក៏អត់ឥឡូវយើងចាប់ផ្ដើមតវាទាំងអស់គ្នានេះប្រភេទជើងមួយជួរនេះជើងនៅខាងឆ្វេងដៃយើងនេះគឺយើងឲ្យវាជាខ្សែហ្វាទាំងអស់ចំណែកឯជើងនៅខាងស្ដាំនេះវិញគឺជាឲ្យវានៅទាំងអស់ចំណែកឯកណ្ដាលគឺជាជើងចេញទៅកាន់ IC មួយរបស់យើងឥឡូវយើងពងវាឲ្យចូលគ្នាតែមួយមកពីព្រោះថាយើងឲ្យវាចូលហ្វាដូចគ្នាវាមានផលវិបាកបន្តិចក្នុងការមើលខ្សែរៀងរញ៉េរញ៉ៃព្រោះយើងអត់អាចថាឲ្យខ្សែវាពណ៌ក្រហមពណ៌ខៀវបានអញ្ចឹងទៅវាមានផលវិបាកបន្តិចនេះគឺយើងធ្វើការប៉ងវាន័យថាតជាខ្នែងឲ្យវាទៅហ្វាទាំងអស់មកជួរហ្នឹងចំណែកឯជើងនេះគឺយើងតមកកាន់ខ្សែម៉ាស់ហើយអញ្ចឹងយើងឲ្យវាម៉ាស់ទាំងអស់គ្រប់ខ្សែមួយរបស់វានេះចូលខ្សែម៉ាស់អញ្ចឹងយើងប៉ងវាមកតគ្នាដូចមិញមកហើយខាងមួយនេះគឺជាប្រភេទនៃជើងន័យថាភ្លើងដើម្បីចូលមកចិញ្ចឹម IC របស់យើងនេះគឺនៅជើងលេខ7គឺនៅទាំងអស់ហើយអានេះគឺវាហ្វាទាំងអស់ជើងលេខ14ព្រោះ IC នីមួយវាត្រូវការជើងដើម្បីភ្លើងដើម្បីទៅចិញ្ចឹមរបស់វាហ្នឹងអានេះគឺជាប្រភេទ not gate បើន័យថាវាចូលមក0ចេញទៅ1ចូលមក1ចេញទៅ0ហើយអានេះប្រភេទ AND gate ជើង3ហើយអានេះប្រភេទគេហៅ AND gate 3 input អានេះប្រភេទ AND gate 2 input និងអានេះប្រភេទOR gate 3 input ហើយយើងធ្វើការតភ្ជាប់ទី1នេះគឺយើងតទៅកុងតាក់មួយនេះហើយ output របស់វាគឺយើងត output របស់វាហ្នឹងគឺយើងតមកចូលប្រភេទ A AND gate ជើង2ហើយចំណែកអាមួយនេះគឺយើងតវាមក not gate មួយនេះទើបមកចេញពីវាគឺយើងចូលទៅហើយ input តបមកអាមួយនេះគឺយើងធ្វើការតវារៀងពិបាកក្នុងការមើលបន្តិចវារញ៉េរញ៉ៃតែមិនជាបញ្ហាទេនេះ output របស់វាគឺយើងចេញមកកាន់នេះទៀតតបមកដល់អាខ្សែនេះ
bị bạn mơ mình tách hơi thấy output របស់ and get ជើង3នេះគឺយើងតបជាប់ទៅបញ្ចូលជាមួយនឹងគេថា or get ហើយនេះន័យថា output input របស់វានេះយើងតបជាប់ទៅកុងតាក់ដើម្បីងាយស្រួលសេរីតើយើងឲ្យវាចូល1ឬឲ្យវាចូល0ហើយ output របស់វានេះគឺយើងធ្វើការតទៅកាន់ essay or get របស់យើងច្រឡំហើយជើងទី2តបមកជើងចុងក្រោយគឺចូលមកជើងទី3របស់វាហើយអានេះយើងធ្វើការតទៅកាន់យោតរបស់យើងហើយយោតមួយទៀតគឺតមកកាន់ខ្សែម៉ាស់ហើយបាយទៅអរិយទៅដាក់មិញតាតែខ្លួននេះទីចេះអីហ្នឹងខ្លះដូចខ្លះទេគេនោះសំទោសយើងតិចមានធរៈដាំបាយឥឡូវយើងតរួចរាល់អស់ហើយយើងចាប់ផ្ដើម play វាម្ដងមើលហើយសូមបញ្ជាក់បន្ថែមទៀតដែរថាកុងតាក់មួយនេះគឺជាកុងតាក់របស់ not get ដែល output របស់វាហ្នឹងចូលទៅក្នុងor get ប្រភេទ2 input មួយនេះចំណែកឯអា3នេះវាប្រភេទ3នេះគឺ output របស់វាហ្នឹងគឺចេញមកប្រភេទor get 3 input នេះបានន័យថាអាខ្សែនេះយើងចូលមក input ហើយ output របស់វាចេញមកand get នេះហើយអាខ្សែអាទី2នេះគឺវាចូលមកកាន់ not get ហើយ output របស់វាគឺទៅកាន់ and get 3 input នេះដូចគ្នាចំណែកឯអាមួយនេះគឺជាប្រភេទគឺជាកុងតាក់សម្រាប់កំណត់ឲ្យ and get 2 input បានន័យថាដើម្បីយើងលេខតម្រូវខ្សែមួយនេះខ្សែដែលចូលមក input របស់វាទី1នេះយើងចង់ឲ្យវាជាខ្សែម៉ាស់ឬខ្សែនិតដើម្បីលេខតម្រូវងាយយើងចង់ដឹងថាឲ្យវា0ឬ1ទៅវាទទួលបានភ្លើងបែបណាហើយអានេះគឺជាកុងតាក់របស់ជើងទីបានថាជើងទី6សុំទោសជើងទី5ចូលមកកាន់ជើងទី5របស់ IC យើងហ្នឹងចឹងដែលដើម្បីលេខតម្រូវថាឲ្យវា0ឬក៏ឲ្យវា1មានភ្លើងឬក៏អត់ភ្លើងប៉ុណ្ណឹងឯងបន្ទាប់ពីយើងគូសរួចរាល់អស់ហើយយើងចាប់ផ្ដើម play ប៉ុន្តែសូមបញ្ជាក់បន្តិចដែរថាប្រភេទនេះពួកយើងដឹងទាំងអស់គ្នាហើយបានន័យថាអាជួរខាងលើនេះជួរដេកនេះគឺបើថាវាជាប់គ្នា direct បានន័យខ្សែវាគឺជាប់គ្នាតែមួយទេប៉ុន្តែសម្រាប់ក្នុងមួយប្លុកនេះមួយជួរទាំងអស់នេះគឺអាខ្សែដេកប្រភេទជួរដេកនេះបានន័យថាវាអត់ជាប់គ្នាទេវាជាប់គ្នាតែជួរឈរអញ្ចឹងទេហើយសូមបញ្ជាក់ផងដែរចំពោះជើង IC កន្លែងនេះគឺជាជើងទី1ជើងទី2ទី3រហូតដល់ជើងទី7ហើយត្រឡប់ពីនេះមកគឺជើងទី8 9 10 11 12 13 14ន័យថាជើងទី14និងជើងទី7គឺជាជើងសម្រាប់បញ្ចូលភ្លើងន័យថាយើងតភ្ជាប់ភ្លើងដើម្បីឲ្យចិញ្ចឹម IC ទាំងមូលហ្នឹងហើយទាំងប្រភេទទាំង3ទាំង4នេះគឺដូចគ្នាន័យថាជើងវាគឺតាមលំដាប់លំដោយដូចគ្នាអញ្ចឹង1 2 3 10 14ដូចគ្នាអញ្ចឹងឥឡូវយើងចាប់ផ្ដើមអនុវត្តទៅតាមតារាងរបស់យើងអញ្ចឹងយើងអត់បានធ្វើការអនុវត្តឲ្យត្រូវទៅតាមតារាងរបស់យើងគ្រប់ចំណុចទេព្រោះវាច្រើនដែរវាមានទៅដល់ន័យថារហូតទៅដល់16ចំណុចហើយអញ្ចឹងវារៀងយូរណាស់អញ្ចឹងខ្ញុំបាទធ្វើការអនុវត្តតែ2 3ចំណុចប៉ុណ្ណោះឥឡូវយើងអនុវត្តចំពោះចំណុចទី1បានន័យថា input យើងឲ្យវាចូល0ទាំងអស់បានន័យថាភ្លើង
ប្រភពចូលហ្នឹងគឺ0ទាំងអស់ចំពោះ IC គ្រប់ឥឡូវយើងចាប់ផ្ដើម play វាហើយ play រួចហើយនេះឥឡូវពេលនេះវាអត់ភ្លឺទេអញ្ចឹងយើងឲ្យវា0បញ្ជាក់ថាអានេះគឺ4 input នេះគឺយើងចូលទៅកាន់ IC not gate ប្រព័ន្ធ not gate វាចូល1ចេញ0ចូល0ចេញ1យើងតែឥឡូវយើងអនុវត្តសាកល្មើរាងទៅត្រូវរាងខំតិចមកឥឡូវយើងចាប់ផ្ដើមសាកល្បងល្មើអានេះគឺជារូបរបស់យើងករណីយើងឲ្យបានន័យថាអានេះបើយើងឲ្យវា1ទាំងអស់ហើយឥឡូវមិនបាច់ឥឡូវយើងមើលទៅតាមតារាងរបស់យើងក្លោនទី1បានន័យថាយើងឲ្យវា0ទាំងអស់ input វា0បានន័យថានេះក៏0 0 0ទាំងអស់អញ្ចឹងលទ្ធផលដែលវាទទួលបានគឺ1គឺភ្លឺហេតុអីបានយើងថាវាភ្លឺពីព្រោះថា page input នេះវាចូលមក0ភ្លើងវាចេញ1ចូលមក0វាចេញបាន1ចូលមក0ចេញបាន1អញ្ចឹង output របស់ AND gate នេះបានន័យថាវាគុណអញ្ចឹងវាទទួល1គុណ1គុណ1បាន1អញ្ចឹងលទ្ធផលវាចូលមកដល់នេះបានន័យថានេះប្រភេទអគឺវាបូកអញ្ចឹងបានន័យថា1បូក0ក៏នៅបាន1បូក1ក៏នៅបាន1អញ្ចឹងគឺវាទទួលបានពន្លឺ1គឺថាភ្លើងភ្លឺយករបស់យើងទទួលបានពន្លឺឥឡូវយើងចាប់តាមសាកល្បងមើលទៅលើ CQ Wizard របស់យើងនេះយើងចាប់តាម play នេះប្រភពយើងឲ្យ0អានេះគឺ0ទាំងអស់កងតាក់យើងកាច់ហើយស្រេចឥឡូវយើងបិទវាត្រឡប់មកវិញមកចាំចូលសារក្រោយនេះឥឡូវយើងឲ្យវា0បានន័យថាអានេះ0ទាំងអស់0 0 0 0បានន័យថាក្នុងប្លុក3នេះកងតាក់3នេះគឺជា input របស់ not gate នេះដែលវាមាន input 1អានេះ input 1ទៀតអានេះ input 1ទៀតចំណែកអានេះ input 1អានេះ input 1អានេះ input output ច្រឡំអា3នេះគឺ output ទាំង3អា3នេះគឺ input ទាំង3 input ទាំង3នេះគឺជា input ដែលបានមកពីកងតាក់នេះបានថាយើងតបជាប់ចង់ឲ្យវាម៉ាស់ឲ្យវា0ឬឲ្យវា1ដើម្បីយើងទៀងទាត់ឥឡូវយើងឲ្យវា0ទាំងអស់ហើយអានេះគឺជា input របស់ AND gate ជើង2ឥឡូវយើងឲ្យវា0ដែរមិនថាឲ្យភ្លើងវា0ឥឡូវយើងកាច់កងតាក់នេះឲ្យ0បានន័យថាឲ្យយើងឲ្យវា0ទាំងអស់លទ្ធផលទទួលបានគឺ1គឺវាភ្លឺយកយើងភ្លឺឥឡូវវាពិតហើយឥឡូវតារាងយើងករណីទី2ករណីទី2ក្នុងតារាងយើងឲ្យវា0បានថា input 0 3ដងហើយនឹង1ម្ដងលទ្ធផលទទួលបានគឺ0អត់ភ្លឺទេឥឡូវយើងងាកមកមើលនេះឥឡូវ0 3ដងហើយយើងឲ្យភ្លើងតាជើង D1 ឯដែលជើង D របស់យើងនេះគឺវាស្ថិតនៅក្នុងបើយើងនិយាយពីកងតាក់របស់យើងគឺឥឡូវយើងមើលទៅតាមតារាងរបស់យើងមើលតារាងយើងម្ដងទៀតបានន័យថាជួរទីតារាងជួរទី2យើងឲ្យ input របស់វា0 3ដង1ម្ដងប៉ុន្តែក្នុងនេះយើងពិបាកមើលបន្តិចពីព្រោះថាកងតាក់យើងដល់6ពីព្រោះថាក្នុង AND gate នេះមួយវាស៊ីកងតាក់4វាហើយក្នុងអានេះយើងអត់ប្រើកងតាក់ទេចំណែកអានេះយើងប្រើកងតាក់មួយទៀតដើម្បី input របស់វាចូលមួយដែរចំណែកអានេះ input របស់វាចូល direct មួយដែរឥឡូវយើងសាកល្បងមើលបានន័យថាគេឲ្យអា3នេះអត់ភ្លើងទេគេឲ្យចូលតែភ្លើងជើង D1 ទេអញ្ចឹង output របស់វា0ឥឡូវយើងចាំមើលដែលជើង D របស់យើងហ្នឹងវាត្រូវមានភ្លើងចូលទៅណាខ្លះនេះភ្លើងចូលទៅ2ជើង D របស់យើងភ្លើងចូល2គឺវាចូលទៅក្នុង OR gate សំទោសចូលទៅក្នុង NOT gate របស់
not get ជាង d នេះមួយមែនហើយ not get នេះមួយហើយនឹងចូលទៅក្នុង not get ដែល not get យើងហ្នឹងគឺវា output របស់វាគឺវាចេញមកកាន់នេះមកកាន់អា essay and get ពី input នេះអញ្ចឹងចាំបាច់កុងតាក់របស់យើងគឺត្រូវបិទគឺត្រូវឲ្យប្រភពវាចូលមួយអានេះមួយហើយនឹងអានេះមួយពីរហ្នឹងពីព្រោះថាអានេះ input របស់អានេះគឺវាចូលទៅក្នុង not get ដែល not get ហ្នឹងវាបញ្ជូនមក d នេះហើយអា not get 3នេះមួយទៀតនេះដែលយើងត្រូវតមកនេះបានន័យថាកុងតាក់មួយនេះអញ្ចឹងបើយើងឲ្យកុងតាក់2ហ្នឹងវាទទួលបាន input តាមពិតទៅខ្ញុំសុំទោសមិនមែនកុងតាក់មួយនេះទេកុងតាក់2នេះមានន័យថាបើសិនជាយើងបិទឲ្យកុងតាក់2នេះវាមានភ្លើងតែក្នុង2នេះបើយើងមើលមកក្នុង sequence របស់យើងគឺវាចូលទៅក្នុងនេះព្រោះថាអានេះមួយហ្នឹងគឺវាបំបែកទៅ2បំបែកមកអានេះផងបំបែកមក not get មួយនេះផងបំបែកមក not get មួយនេះផងឥឡូវយើងសាកល្បងមើលតើវាពិតឬមិនពិតទៅតាមតារាងយើងឲ្យវាបិទមួយហើយឲ្យវាបិទមួយទៀតបានន័យថាវាពិតអញ្ចឹងទទួលផលទទួលបានគឺ0តាមទៅតាមតារាងរបស់យើងហើយឥឡូវយើងចាប់ផ្ដើមងាកមកមើលជួរទី3បានន័យថាគេឲ្យ input 0 0 1 0លទ្ធផលទទួលបានមក1នេះបានន័យថាគេឲ្យជើងនេះគេឲ្យមួយហ្នឹងតែជើង C នេះទេជើង C ហ្នឹងមួយហ្នឹងនេះយើងឲ្យវា0ហើយនឹង EC មួយនេះគឺអាដំបងគេនេះអញ្ចឹងយើងឲ្យអា0អានេះវាមួយអានេះវាមួយលទ្ធផលគឺភ្លឺបាទភ្លឺដដែលអញ្ចឹងវាអត់រលត់ទេតែបើយើងឲ្យអា2ន័យថានេះយើងឲ្យវា0ទាំងអស់0ទាំងអស់ឲ្យ1 1 2នេះទេអញ្ចឹងវានៅតែភ្លឺដដែលអញ្ចឹងវាទៅតាមតារាងរបស់យើងទៅតាមតារាងរបស់យើង